បងប្អូនអ្នកមានឡានយើងត្រូវដឹងថា2ឆ្នាំម្ដងយើងត្រូវធ្វើជាឡានតើយើងត្រូវធ្វើជាឡានដោយរបៀបណាដើម្បីឲ្យមានភាពងាយស្រួលតែយើងគួរតែទៅធ្វើនៅកន្លែងជាឡានផ្ទាល់ឬក៏យើងអាចធ្វើតាមអនឡាញបានតើរវាងការបំពេញតាមអនឡាញនិងការទៅធ្វើនៅកន្លែងជាឡានផ្ទាល់តែម្ដងមួយណាចំណេញពេលជាងបាទតទៅនេះខ្ញុំបាទសូមបង្ហាញនៅវិធីនៅក្នុងការបំពេញព័ត៌មានដើម្បីធ្វើជាឡានតាមរបៀបអនឡាញជាដំបូងបងប្អូនចូលក្នុង Google ហើយបងប្អូនវាយពាក្យថា TEXPECIONMPWT.gao.kh បើបងប្អូនអត់ទាន់បានបង្កើតគណនីទេបងប្អូនចុចពាក្យបង្កើតគណនីត្រង់កន្លែងឈ្មោះភាសាខ្មែរបងប្អូនវាយឈ្មោះជាភាសាខ្មែរមកឧទាហរណ៍តារាអញ្ចឹងណាហើយឈ្មោះជាភាសាអង់គ្លេសយើងដាក់តារាដែរមក DARA មកបាទហើយកន្លែងលេខទូរស័ព្ទនេះយើងដាក់លេខទូរស័ព្ទរបស់យើងមកបាទហើយកន្លែងអ៊ីមែលនេះបងប្អូនចង់ដាក់ក៏បានមិនបាច់ដាក់ក៏បានចូលមកកន្លែងលេខសម្ងាត់បងប្អូនដាក់ពាក្យសម្ងាត់ដើម្បីសម្គាល់ខ្លួនឯងណាយើងវាយលេខសម្ងាត់ផ្ទៀងផ្ទាត់ម្ដងទៀតឲ្យដូចគ្នាហើយយើងចុចកន្លែងថា I'm not a robot ហើយបងប្អូនចុចបង្កើតទៅអញ្ចឹងបងប្អូននឹងមានគណនីមួយហើយដោយសារតែខ្ញុំមានគណនីហើយអញ្ចឹងខ្ញុំគ្រាន់តែវាយលេខទូរស័ព្ទខ្ញុំដាក់ password ហើយ tick កន្លែង I'm not a robot ហើយចុចចូលប្រព័ន្ធវានឹងចេញផ្ទាំងរបៀបនេះហើយកន្លែងថ្ងៃទីនោះបងប្អូនចុចទៅលើសញ្ញា calendar ហើយបងប្អូនរើសថ្ងៃដែលបងប្អូនចង់ទៅធ្វើហើយបងប្អូនចុចពាក្យដាក់ពាក្យចូលនៅក្នុងដំណាក់កាលទី1បងប្អូនចុចទៅលើពាក្យមានទី2ជ្រើសរើសប្រភេទផ្លាកលេខបានន័យថាជ្រើសរើសយករាជធានីខេត្តឬក៏កម្ពុជាតាមប្រភេទផ្លាកលេខឡានទី3ត្រង់ឈ្មោះផ្លាកលេខឡាននេះបងប្អូនជ្រើសរើសយកភ្នំពេញឬខេត្តត្រង់ផ្លាកលេខបងប្អូនដាក់លេខតាមផ្លាកលេខឡានរបស់បងប្អូនត្រង់លេខតួសាក់ស៊ីនេះបងប្អូនមើលនៅក្នុងបានឈៀកចាស់រួចវាយលេខតួនឹងចូលមកដាក់ឈ្មោះម្ចាស់កម្មសិទ្ធិជាអក្សរឡាតាំងទៅតាមកាតគ្រីឡានរួចដាក់ថ្ងៃចេញបានកាតគ្រីដំបូងចុចលើពាក្យផ្ទៀងផ្ទាត់បន្តមកបងប្អូនត្រូវពិនិត្យមើលព័ត៌មានដែលគេបង្ហាញមកនឹងត្រឹមត្រូវឬទេតែជាទូទៅគឺប្រព័ន្ធបញ្ចេញព័ត៌មានត្រឹមត្រូវណាស់រួចអូសចុះមកក្រោមត្រង់បានសម្គាល់យានជំនិះបងប្អូនចុចលើសញ្ញា upload ដើម្បីអាប់ឡូតកាតគ្រីឡានរបស់បងប្អូនហើយបន្ទាប់មកបងប្អូនអាប់ឡូតបានឈៀកឡានចាស់របស់បងប្អូនរួចចុចពាក្យបន្ទាប់ក្រោយមកនៅក្នុងដំណាក់កាលទី2គឺព័ត៌មានអំពីតម្លៃសេវាគឺចេញដោយស្វ័យប្រវត្តិតាមប្រភេទឡានរបស់បងប្អូនក្រោយមកបងប្អូនអូសចុះមកក្រោមត្រង់ព័ត៌មានកន្លែងទីតាំងត្រួតពិនិត្យហ្នឹងបងប្អូនអាចជ្រើសរើសបានតាមទីតាំងដែលយើងចង់ទៅធ្វើឈៀកហ្នឹងហើយយើងចុចកាលបរិច្ឆេទណាត់ជួបធ្វើជាឡានហ្នឹងរួចហើយចុចលើដាក់ពាក្យក្រោយមកផ្ទាំងព័ត៌មានពីការដាក់ពាក្យរបស់យើងគឺបង្ហាញឲ្យយើងមើលតែម្ដងដើម្បីបញ្ជាក់ថាតើយើងយល់ព្រមឬក៏យើងបោះបង់អញ្ចឹងយើងចុចលើពាក្យថាយល់ព្រមបាទបន្ទាប់ពីយើងចុចយល់ព្រមមកវាលោតនៅចូលមកក្នុងដំណាក់កាលទី3គឺផ្ទាំងវិក័យប័ណ្ណហ្នឹងបង្ហាញឲ្យយើងដឹងថាតើយើងត្រូវបង់ប្រាក់ប៉ុន្មានដូចឡានខ្ញុំអញ្ចឹងដោយសារខ្ញុំហួសសុពលភាពយូររហូតដល់217ថ្ងៃអញ្ចឹងសរុបមកថ្លៃធ្វើឈៀកថ្មីហើយនឹងថ្លៃពិន័យមួយថ្ងៃ500រៀលហ្នឹងសរុបទៅវាអស់ 156,500 រៀលច្រើនគួរសមដែរអានេះដោយសារតែយើងធ្វើប្រហែលយើងភ្លេចណាបងប្អូនអាច screenshot ទុកនៅវិក័យប័ណ្ណហ្នឹងដើម្បីយើងយកលេខប្រតិបត្តិនេះដើម្បីបង់លុយតាម app ធនាគារ ABA នៅក្នុងទូរស័ព្ទរបស់យើងណាពីព្រោះការបង់លុយនេះយើងអាចបង់តាមប្រព័ន្ធ website របស់ក្រសួងដែលយើងកំពុងតែចុះឈ្មោះនឹងទេអញ្ចឹងយើងអាចបង់តាម app ផ្សេងបានប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំគឺបង់តាម app ABA នោះវាងាយស្រួលរួចហើយបងប្អូនចុចពាក្យបន្ទាប់ក្រោយមកបងប្អូនចុចពាក្យទាញយកមានន័យថាបងប្អូន download ឯកសារជា PDF ហ្នឹងទុកដើម្បីយកឲ្យគេ print បងប្អូនអាច share ឯកសារ PDF នេះទៅតាម Telegram ហើយឲ្យគេ print ឲ្យយើងបានពេល print ហើយបងប្អូនអាចយកមកបំពេញព័ត៌មានដែលនៅខ្វះចន្លោះហ្នឹងដោយបងប្អូនចម្លងចេញពីប័ណ្ណឈៀកចាស់នៃឡានរបស់បងប្អូនហើយក្រោយមកបងប្អូនដាក់ថ្ងៃទីចុះហត្ថលេខាហើយដាក់ឈ្មោះរបស់បងប្អូនជាចុងក្រោយជាសំខាន់ពេលដែលបងប្អូនត្រូវទៅធ្វើឈៀកឡានបងប្អូនត្រូវយកទៅជាមួយនៅឯកសារចុះឈ្មោះ
PDF ដែលយើង print ហ្នឹងហើយទី2គឺកាតគ្រីឡានស៊ីនហើយទី3គឺយកបានឈៀកចាស់ស៊ីនទៅទី4គឺវិក័យប័ណ្ណបង់លុយតាម app ធនាគារ ABA បើសិនជាបងប្អូនបង់តាម ABA ណាទី5ពេលទៅដល់កន្លែងធ្វើឈៀកឡានបងប្អូនគ្រាន់តែបង្ហាញអ្នក copy ឯកសារកន្លែងហ្នឹងទៅអញ្ចឹងគេនឹង copy ឯកសារឲ្យគេកឹបឲ្យយើងរួចហើយយើងយកឯកសារហ្នឹងទៅបង្ហាញអ្នកបច្ចេកទេសបើកឡានយើងហ្នឹងទី6ក្រោយពេលដែលបងប្អូនចូលទៅកន្លែងបច្ចេកទេសឈៀកឡានហើយគេឲ្យយើងបើកឡានមកចាំនៅខាងក្រៅប្រហែលជា5ទៅ10នាទីហើយក្រោយមកគេយកឈៀក sticker ថ្មីហ្នឹងមកបិទឲ្យយើងហើយគេឲ្យឯកសារយើងមកហើយយើងយកឯកសារហ្នឹងទៅកន្លែងការិយាល័យដើម្បីយកប័ណ្ណឈៀកហ្នឹងយើងយកទៅដាក់នៅកន្លែងហ្នឹងទៅហើយចាំប្រហែលជា3ទៅ5នាទីទៅគេហៅឈ្មោះយើងដើម្បីទៅយកឈៀកថ្មីមក